ចានេះខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំមានអ្វីមួយគឺចង់មកចែករំលែកបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់នាងខ្ញុំចាគឺនាងខ្ញុំចង់មកចែករំលែកពាក់ព័ន្ធជាមួយសៀវភៅមួយក្បាលដែលមានឈ្មោះថាសៀវភៅ The Secret បងប្អូនហេតុអ្វីបានជានាងខ្ញុំចង់លើកយកពាក់ព័ន្ធជាមួយនឹងសៀវភៅហ្នឹងមកចែករំលែកជូនដល់បងប្អូនដោយសារអីគឺខ្ញុំធ្លាប់អានសៀវភៅហ្នឹងខ្ទង់ប្រហែលជាជាង10 ជិត10ឆ្នាំមុនហើយខ្ញុំបានយកវាមកអនុវត្តគឺល្អខ្លាំងមែនទែនបងប្អូនយកមកអនុវត្តហើយហ្នឹងគឺឃើញថាជីវិតរបស់នាងខ្ញុំគឺវាផ្លាស់ប្ដូរពិតប្រាកដនៅក្នុងកំឡុងពេលហ្នឹងគឺពេលដែលខ្ញុំមើលសៀវភៅមួយហ្នឹងគឺពេលក្នុងសៀវភៅហ្នឹងគេប្រាប់ថាបើយើងចង់បានលុយឲ្យគិតល្អជាមួយលុយចាហើយបើសិនជាយើងចង់បានយើងមិនទាន់មានផ្ទះយើងចង់បានផ្ទះឲ្យយើងគិតថាយើងបានមានផ្ទះនឹងរួចហើយកុំឲ្យយើងគិតថាយើងខ្វះខាតមិនថាលុយមិនថាអ្វីក៏ដោយគឺសុំឲ្យយើងកុំឲ្យយើងគិតនឹងបែបខ្វះខាតគឺឲ្យយើងគិតនឹងបែបដល់ថាស្ដុកស្ដំឲ្យយើងគិតថាយើងនឹងមានវាហើយការនោះគឺខ្ញុំព្យាយាមបានន័យថាខ្ញុំអានសៀវភៅនឹងហើយខ្ញុំយកអនុវត្តអានហើយខ្ញុំអនុវត្តអានហើយខ្ញុំអនុវត្តខ្ញុំក៏ទទួលបានពិតប្រាកដមិនថាផ្ទះមិនថាឡានមិនថាលុយគឺនាងខ្ញុំទទួលបានប៉ុន្តែបងប្អូនដឹងមិនទេនៅពេលដែលនាងខ្ញុំទទួលបានជីវិតដែលល្អប្រសើរហើយមានថ្ងៃមួយនាងខ្ញុំក៏មានកូនចិត្តមួយកើតឡើងថាតិចរបស់ដូចជាឡានអីហ្នឹងដូចជាផ្ទះអីហ្នឹងតិចថ្ងៃណាមួយបាត់បង់ពីខ្ញុំទៅមួយហ្នឹងបងប្អូនត្រឹមតែរយៈពេល1ឆ្នាំគត់ខ្ញុំចាប់ដើមបាត់បង់គ្រប់យ៉ាងដូចអ្វីដែលយើងគិតអញ្ចឹងថ្ងៃនេះគឺអ្វីដែលខ្ញុំចង់ចែករំលែកទៅដល់បងប្អូនហ្នឹងគឺវាអត់មានអីច្រើនទេបើបងប្អូនចង់ឲ្យច្បាស់ខ្លួនឯងគឺបងប្អូនទៅទិញសៀវភៅនឹងអានដោយខ្លួនឯងបើសិនជាបងប្អូនចង់មានជីវិតដែលល្អចង់មានជីវិតដែលភ្លឺស្វាងចង់មានជីវិតដែលនិយាយរួមកុំមិនចង់មានជីវិតដែលកំសត់បងប្អូនទៅអានសៀវភៅយកសៀវភៅធ្វើជាមិត្តបងប្អូននៅពេលដែលនាងខ្ញុំមានជីវិតមួយដែលធ្លាក់ដុនដាបខ្ញុំមើលឃើញថាមានតែសៀវភៅឯងអត់ចេះកុហកខ្ញុំនៅជាមួយខ្ញុំឲ្យខ្ញុំយកសៀវភៅមកធ្វើជាមិត្តអាចវិភាគសាគ្នាបានគ្រប់ពេលអញ្ចឹងនៅពេលនេះផងដែរនាងខ្ញុំក៏ចង់ចែករំលែកពីអ្វីដែលនាងខ្ញុំទទួលបាននិងពីអ្វីដែលនាងខ្ញុំបាត់បង់ទៅនឹងគឺចង់ចែករំលែកជូនទៅដល់បងប្អូនក្រែងលោបងប្អូនដែលគាត់ចង់បានជីវិតដែលល្អហើយគាត់មានជីវិតដែលល្អហើយគាត់ភ្លេចគិតល្អបន្តទៅទៀតវាអាចនឹងបាត់បង់ដូចជារូបនាងខ្ញុំឥឡូវនេះនាងខ្ញុំចាប់ផ្ដើមអានសៀវភៅនឹងម្ដងទៀតហើយចាប់ផ្ដើមអានវាម្ដងទៀតហើយចាប់ផ្ដើមយកវាមកអនុវត្តម្ដងទៀតអ្វីដែលសំខាន់នាងខ្ញុំពិតជាអរគុណខ្លាំងមែនទែនតែម្ដងអរគុណគ្រប់បុគ្គលដែលគាត់បាននិពន្ធទៅលើសៀវភៅគ្រប់ក្បាលបើសិនជាគ្មានពួកគាត់ខួរក្បាលរបស់ខ្ញុំគឺប្រកាសជានៅនឹងថ្កល់មិនដឹងថាត្រូវអភិវឌ្ឍខ្លួនបែបម៉េចខ្ញុំពិតជាអរគុណទៅបងប្អូនហើយក៏បុគ្គលដែលល្បីនៅលើពិភពលោកដែលព្រមលះបង់គ្រប់យ៉ាងទាំងអស់និពន្ធសៀវភៅឡើងអញ្ចឹងខ្ញុំជឿជាក់ថាមិនថាបងប្អូនមានកូនមានមនុស្សជាទីស្រឡាញ់បងប្អូនឲ្យគាត់អានសៀវភៅឲ្យបានច្រើននោះផ្នែកគំនិតរបស់គាត់នឹងកាន់តែរីកធំធាត់ហើយយើងអត់ចាំបាច់ណែនាំគាត់ច្រើនទេពីព្រោះគាត់បានសៀវភៅណែនាំគាត់ហើយនេះគឺជាអ្វីដែលខ្ញុំទទួលបានហើយខ្ញុំគ្រាន់តែចង់ចែករំលែកទៅដល់បងប្អូនខ្លះខ្ញុំអត់បានបង្ខំហើយក៏អត់បានគិតថាបងប្អូនត្រូវតែដាច់ខាតត្រូវតែអានសៀវភៅមិនមែនទេប៉ុន្តែគ្រាន់តែថាគ្រប់ការគិតវិជ្ជមានការគិតល្អការវិភាគសាស្ត្រដ៏ល្អមិត្តភ័ក្តិដ៏ល្អឪពុកម្ដាយដ៏ល្អគ្រប់យ៉ាងទាំងអស់គឺមានតែនៅក្នុងសៀវភៅតែប៉ុណ្ណោះចាយើងក៏មានឪពុកម្ដាយល្អបងប្អូនល្អគ្រប់យ៉ាងល្អដែរប៉ុន្តែបើសិនជាបងប្អូនចង់បានអ្វីដែលល្អគ្រប់យ៉ាងដែលឥតខ្ចោះតែម្ដងគឺមាននៅក្នុងសៀវភៅហើយ
សម្រាប់បងប្អូនដែលបានអនុវត្តអានសភៅទៅតាមដែលនាងខ្ញុំបានចែករំលែកនេះហើយឬមួយក៏បងប្អូនមានកលឹះអ្វីដែលល្អលើសពីនាងខ្ញុំទៀតគឺអាចចែករំលែកនាងខ្ញុំនៅក្នុង comment បានសម្រាប់នាងខ្ញុំគឺអរគុណទៅដល់បងប្អូនគ្រប់គ្នាដែលបានទស្សនាទៅលើវីដេអូរបស់នាងខ្ញុំហើយបើសិនស្រឡាញ់និងចូលចិត្តចាវីដេអូក្នុងការចែករំលែករបស់នាងខ្ញុំក៏សូមបងប្អូនជួយ subscribe channel របស់នាងខ្ញុំម្នាក់មួយផងចាអរគុណ